កសិដ្ឋាយជប់ផ្សាយថាទីហ៊ានខ្មែរថៃប៉ះទង្គិចគ្នាមួយប្រាវទាំងព្រឹកព្រលឹមនៅតំបន់ព្រំដែនខេត្តឧបលរាជធានីតែអ្នកនាំពាក្យកម្ពុជាថាអត់ទាន់ដឹងកងទ័ពកម្ពុជាថៃបានប៉ះទង្គិចគ្នាមួយប្រាវនៅព្រំដែនឆងបកខេត្តឧបលរាជធានីជាប់ព្រំប្រទល់ជាមួយខេត្តព្រះវិហារច្រកមុំ3យ៉ាងណាមិនមានសេចក្តីរាយការណ៍អំពីអ្នកស្លាប់ឬរបួសទេនេះបើយោងទៅតាមការចុះផ្សាយរបស់កាសែតថៃ The Nation កាសែតដដែលបានចុះផ្សាយដោយយោងតាមប្រភពពីភ្នាក់ងារសន្តិសុខព្រំដែននៅច្រកឆងបកបានរាយការណ៍ថាការប៉ះទង្គិចគ្នាមួយប្រាវបានកើតឡើងនៅវេលាម៉ោង 5:45 នាទីព្រឹកនៅថ្ងៃទី 28 ខែឧសភារវាងទីហ៊ានកម្ពុជានិងទីហ៊ានថៃជាតំបន់ព្រំដែនទាមទារទឹកដីត្រួតស៊ីគ្នារវាងប្រទេសក្បែរខាងទាំងពីរក្រោយមានការប៉ះទង្គិចគ្នាប្រមាណ10នាទីទាំងទីហ៊ានកម្ពុជានិងទីហ៊ានថៃបានព្រមព្រៀងគ្នារក្សាស្ថានភាពឲ្យស្ងប់ស្ងាត់វិញដើម្បីជៀសវាងការធ្វើឲ្យមានអស្ថិរភាពណាមួយផ្ទុះឡើងកាន់តែខ្លាំងនៅតាមព្រំដែនដោយហាមឃាត់រាល់សកម្មភាពដែលបង្កភាពចលាចលដូចជាការសាងសង់មូលដ្ឋានទ័ពការចល័តទ័ពឬការជីកត្រង់សេឬលេនដ្ឋានដោយគ្មានការជូនដំណឹងជាមុនក្រោយកាត់ហេតុឧត្តមសេនីយ៍តូថុលសវណ្ណមេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ3បានតាក់ទងទៅភាគីថៃតាមទូរស័ព្ទពួកគេបានយល់ព្រមបញ្ចប់ការប្រជុំមុខគ្នាដោយជោគជ័យនៅម៉ោង 5:55 នាទីព្រឹកថ្ងៃដដែលប្រពន្ធមួយបានឲ្យដឹងថាបច្ចុប្បន្នយន្តការទ្វេភាគីរួមមួយត្រូវបានចូលរួមក្នុងការពិភាក្សាដើម្បីដោះស្រាយដោយសន្តិវិធីលើការទាមទារទឹកដីត្រួតស៊ីគ្នានិងបង្កើតក្របខ័ណ្ឌរួមសម្រាប់ការប្រព្រឹត្តនាពេលអនាគតទាក់ទិននឹងការប៉ះទង្គិចគ្នាដែលចុះផ្សាយដោយកាសែតថៃនេះលោកនាយឧត្តមសេនីយ៍ឈុំសុជាតិអ្នកនាំពាក្យក្រសួងការពារជាតិមិនទាន់អាចធ្វើអត្ថាធិប្បាយមកកាន់អង្គភាពសារព័ត៌មាន SBM News ដែលបានហៅទូរស័ព្ទទៅសួរលោកនៅព្រឹកថ្ងៃពុធទី 28 ខែឧសភានេះបាននៅឡើយទេដោយលោកផ្ដល់ហេតុផលថាមិនទាន់ទទួលបានដំណឹងពីការផ្ទុះអាវុធនេះនៅឡើយ